គ្រប់គ្នាសុទ្ធតែមានឱកាសស្មើគ្នានៅលើផ្លូវជីវិតនេះដូចជាឈរនៅខ្សែចាប់ផ្ដើមនៃការប្រណាំងមួយអញ្ចឹងប៉ុន្តែធៀបពិតទៅមិនមែនគ្រប់គ្នាសុទ្ធតែអាចរត់ដល់គោលដៅបាននោះទេអ្នកខ្លះមិនដែលចាប់ផ្ដើមមុននឹងបោះជំហានដំបូងពួកគេត្រូវជួបក្នុងអន្ទាក់នៃភាពស្ទាក់ស្ទើរភាពភ័យខ្លាចមិនជឿជាក់លើខ្លួនឯងនឹងការគិតច្រើនហួសហេតុបានធ្វើឲ្យពួកគេបាត់បង់ឱកាសមុនពេលការប្រកួតបានចាប់ផ្ដើមទៅទៀតពួកគេបានចាញ់បាត់ទៅហើយព្រោះតែចិត្តគំនិតរបស់ខ្លួនឯងអ្នកខ្លះបោះបង់លឿនពេកអ្នកខ្លះទៀតបានចាប់ផ្ដើមហើយប៉ុន្តែនៅពេលដែលពួកគេជួបប្រទះនូវឧបសគ្គបន្តិចបន្តួចពួកគេក៏ដកថយភ្លាមឃ្លាដែលពួកគេតែងនិយាយគឺផ្លូវនេះមិនមែនសម្រាប់ខ្ញុំទេដែលជាលេសមួយដើម្បីគេចវេសពីការប្រឈមមុខនឹងការពិតពួកគេភ្លេចថាឧបសគ្គគឺជាផ្នែកមួយនៃភាពរីកចម្រើនមិនមែនជាទីបញ្ចប់នោះទេអ្នកខ្លះខ្លាចបរាជ័យមនុស្សមួយចំនួនបានព្យាយាមហើយបានឈានទៅមុខមួយកម្រិតប៉ុន្តែនៅពេលដែលពួកគេចំពុបដួលពួកគេបែរជាមិនហ៊ានក្រោកឈរឡើងវិញទៅវិញភាពភ័យខ្លាចបរាជ័យបានបិទបាំងនូវភាពក្លាហានរបស់ពួកគេធ្វើឲ្យពួកគេនៅតែជាប់ក្នុងអន្ទាក់នៃការគិតច្រើនហួសហេតុបានធ្វើឲ្យពួកគេបាត់បង់ឱកាសមុនពេលការប្រកួតបានចាប់ផ្ដើមទៅទៀតពួកគេបានចាញ់បាត់ទៅហើយព្រោះតែចិត្តគំនិតរបស់ខ្លួនឯងអ្នកសម្រេចបានលទ្ធផលផ្ទុយទៅវិញអ្នកដែលសម្រេចបានលទ្ធផលពួកគេក៏ធ្លាប់ដួលក៏ធ្លាប់ខ្លាចក៏ធ្លាប់តស៊ូដូចអ្នកដទៃដែរប៉ុន្តែភាពខុសគ្នាគឺពួកគេមិនដែលបោះបង់ពួកគេយល់ច្បាស់ថាគ្រប់ជំហានដែលពួកគេដើរមិនថាវាលំបាកយ៉ាងណាក៏សិតតែជាផ្នែកមួយនៃដំណើរឆ្ពោះទៅរកគោលដៅដែររាល់ការដួលគ្រាន់តែជាមេរៀនមួយដែលបង្រៀនឲ្យពួកគេរឹងមាំឡើងវិញសារសំខាន់នៃភាពថ្កឹមថ្គងភាពថ្កឹមថ្គងមិនមែនជាលទ្ធផលនៃទេពកោសល្យដំណក់ពូជតែមួយមុខនោះទេវាគឺជាលទ្ធផលនៃឆន្ទៈរបស់អ្នកនៅក្នុងការបន្តដំណើរទៅមុខដរាបណាអ្នកចង់ដើរទៅឆ្ងាយប៉ុណ្ណានិងតស៊ូបានយូរប៉ុណ្ណាអ្នកអាចដើរយឺតបានប៉ុន្តែកុំឈប់ទោះជាអ្នកហត់នឿយប៉ុណ្ណាក៏ដោយសម្រាប់ខ្លះក៏បានក៏គុំដកថយដែរភាពលំបាកបំផុតក្នុងជីវិតមិនមែនការទៅដល់ទីបញ្ចប់នោះទេប៉ុន្តែវាគឺហ៊ានបោះជំហានដំបូងនិងមិនបោះបង់នៅអ្វីដែលអ្នកបានចាប់ផ្ដើមរួចមកខ្ល้ายនេះគឺជាគន្លឹះឆ្ពោះទៅរកភាពថ្កឹមថ្កង់